ផ្នែកទី3អំពីការស្វែងរកបេតុភាពឬមាតុភាពនៃកូនឥតខណ្ឌស្លាមាត្រា95បើគ្មានលិខិតធ្វើទទួលស្គាល់ដោយស្ម័គ្រចិត្តនៅកូនឥតខណ្ឌស្លាទេនោះតុលាការប្រជាជនអាចតម្រូវឲ្យឪពុកឬម្ដាយទទួលស្គាល់កូននោះបានមាត្រា96កូនឥតខណ្ឌស្លាដែលឪពុកឬម្ដាយមិនបានទទួលស្គាល់មានសិទ្ធិប្តឹងសុំឲ្យតុលាការប្រជាជនរកឪពុកឬរកម្ដាយឲ្យខ្លួនបានមាត្រា97បណ្តឹងសុំឲ្យតុលាការប្រជាជនតម្រូវឲ្យឪពុកឬម្ដាយទទួលស្គាល់នោះអាចធ្វើឡើងក្នុងរយៈពេល2ឆ្នាំគិតពីថ្ងៃដែលកូននោះមាននីតិភាពត្រូវកំណត់ចាប់ពីអាយុ18ឆ្នាំឡើងទៅក្នុងពេលដែលកូនឥតខណ្ឌស្លានៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះមានសិទ្ធិប្តឹងជួសសុំឲ្យតុលាការប្រជាជនរកមាតុភាពឲ្យកូននោះមាត្រា98តុលាការប្រជាជនអាចតម្រូវឲ្យនារីជាម្ដាយទទួលស្គាល់កូនឥតខណ្ឌស្លាបានបើមានភស្តុតាងបញ្ជាក់ថាកនារីនោះបានបង្កើតកូនប្រកបមែនខអត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើតនិងអត្តសញ្ញាណរបស់កូនដែលប្តឹងទាមទាររកមាតុភាពនោះមិនខុសប្លែកពីគ្នាភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយមាត្រា99តុលាការប្រជាជនអាចតម្រូវឲ្យបុរសជាឪពុកទទួលស្គាល់កូនឥតខណ្ឌស្លាបាន1បើបុរសនោះបាននាំពង្រត់ឬបានចាប់សែបសន្ធិវៈនារីជាម្ដាយដោយរំលោភហើយបើសម័យនាំពង្រត់ឬចាប់រំលោភសពសន្ធិវៈនោះត្រូវគ្នានឹងសម័យដែលនារីនោះមានគភ៌2បើបុរសនោះបានខ្លួននារីដោយឧបាយកលបោកបញ្ឆោតដោយការរំលោភអំណាចឬដោយការសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ3បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះបង្ហាញឲ្យឃើញច្បាស់ថាបុរសនោះពិតជាឪពុករបស់កូននោះ4បើបុរសនិងនារីជាឪពុកម្ដាយនិងជាម្ដាយរបស់កូននោះបានរួមរស់នឹងគ្នាជាអនិច្ចសង្វាសជាក់ស្ដែងក្នុងសម័យនិត្យានុគលដែលនារីនោះមានគភ៌5បើបុរសនោះបានផ្គត់ផ្គង់ឬបានចូលរួមក្នុងការបីបាច់រក្សានិងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុកមាត្រា100ពាក្យដែលប្តឹងរកបេតុភាពមិនអាចនឹងទទួលបាន1បើមានភស្តុតាងថានារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងបុរសដទៃទៀតក្នុងសម័យនិច្ចានុគលដែលនារីនោះមានគភ៌2បើក្នុងសម័យនិច្ចានុគលដែលនារីមានគភ៌បុរសដែលត្រូវប្រកាន់ថាជាឪពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះដោយរស់នៅឆ្ងាយពីគ្នាឬដោយមកពីមានគ្រោះថ្នាក់ដូចមានចែងក្នុងមាត្រា86មាត្រា101ក្នុងពេលដែលកូនឥតខណ្ឌស្លានៅក្នុងអនិច្ចភាពនៅឡើយម្ដាយឬអ្នកអាណាព្យាបាលនៃកូននោះអាចប្តឹងសុំឲ្យរកបេតុភាពបានភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយមាត្រា102សារក្រមដែលកាត់សេចក្តីឲ្យទទួលស្គាល់កូនឥតខណ្ឌស្លាមានអានុភាពដូចគ្នានឹងលិខិតដែលទទួលស្គាល់កូនដោយស្ម័គ្រចិត្តដែរមាត្រា103កូនឥតខណ្ឌស្លាត្រូវយកត្រកូលរបស់ឪពុកឬម្ដាយដែលទទួលស្គាល់ខ្លួនប្រសិនបើឪពុកនិងម្ដាយទាំងពីរនាក់ទទួលកូននោះត្រូវយកត្រកូលរបស់ឪពុកប្រសិនបើតុលាការប្រជាជនតម្រូវឲ្យឪពុកឬម្ដាយទទួលស្គាល់កូននោះត្រូវយកត្រកូលរបស់អ្នកដែលតុលាការតម្រូវឲ្យទទួលស្គាល់ប្រសិនបើតុលាការប្រជាជនតម្រូវឲ្យឪពុកនិងម្ដាយទាំងពីរនាក់ទទួលស្គាល់ក្នុងនោះត្រូវយកត្រកូលរបស់ឪពុកមាត្រា104កូនឥតខណ្ឌស្លាដែលត្រូវបានទទួលស្គាល់មានករណីយកិច្ចនិងមានសិទ្ធិដូចគ្នានឹងកូនមានខណ្ឌស្លាដែរមាត្រា105តុលាការប្រជាជនត្រូវបង្គាប់ឲ្យឪពុកឬម្ដាយផ្ដល់អាហារកិច្ចឲ្យកូនជាដរាបតាមសមាមាត្រនៃធនធានរបស់ឪពុកឬម្ដាយនោះអាហារកិច្ចនេះត្រូវផ្ដល់ឲ្យកូនតាមការកំណត់នៃសាក្រមរហូតដល់កូននោះមាននីតិភាពឪពុកឬម្ដាយអាចត្រូវឲ្យរួចពីកាតព្វកិច្ចនេះបាន
បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សាមាត្រា106សារក្រមដែលកាត់សេចក្តីឲ្យទទួលស្គាល់កូនឥតខាន់ស្លាអាចនឹងបង្ខំឲ្យឪពុកសងសហុយសម្រាប់កូននិងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូនតាំងពីថ្ងៃដែលកូននោះកើតមកទៅម្ដាយនៃកូននោះបានមាត្រា107កំណត់ដៃមួយច្បាប់នៃសារក្រមស្ថាពរដែលកាត់សេចក្តីឲ្យទទួលស្គាល់កូនឥតខាន់ស្លាត្រូវផ្ញើទៅមន្ត្រីអត្រានុកូលដ្ឋាននៃទីកន្លែងដែលកូននោះកើតដើម្បីនិទ្ទេសអំពីបុគ្គលភាពនេះនៅរឹមទំព័រនៃសម្បត្តិកំណើត